បាទសម្រាប់វីដេអូនេះផងដែរបងរៀងប្លែកចម្លែកអារម្មណ៍តិចហើយបងហ្នឹងហើយខ្ញុំមកបង្ហាញបងទាំងអស់គ្នាតាក់ទងជាមួយនឹងប្រភេទfossil មួយយ៉ាងដែលជាប្រភេទ fossil នៃថ្គាមរបស់សត្វដំរីបងឬក៏ជាប្រភេទថ្គាមដំរីដែលកកើតទៅជាថ្មបងបាទហ្នឹងហើយនិយាយចំនោះរបស់នេះមកនៅជាមួយខ្ញុំមករយៈហើយប៉ុន្តែខ្ញុំអត់មានពេលក្នុងការដើម្បីនឹងថតបង្ហាញទៅកាន់បងទាំងអស់គ្នាសោះហើយខ្ញុំបញ្ជាក់នៅក្បាលវីដេអូឲ្យហើយសម្រាប់ថ្គាមដំរីដែលកកើតទៅជាថ្មនេះគឺខ្ញុំអត់បានដាក់ជីវទេខ្ញុំគ្រាន់តែថតដើម្បីចែករំលែកទៅកាន់បងទាំងអស់គ្នាពីវត្ថុគឺខ្ញុំអត់បានដាក់ជីវទេដោយសារតែមករយៈមុនហ្នឹងគឺខ្ញុំដាក់ជីវអស់រហូតតែខ្ញុំអត់បានទុកខ្លួនឯងសោះរហូតដល់ចុងក្រោយនេះគឺអស់រលីងហើយគឺខ្ញុំត្រូវទុកខ្លួនឯងបងព្រោះអត់អាចរករបស់នេះបានតទៅទៀតទេបងណាបាទហ្នឹងគឺជាប្រភេទវត្ថុដែលកម្របំផុតហើយបាទហ្នឹងហើយអញ្ចឹងតកតងជាមួយនឹងជំនឿទៅលើថ្គាមដំរីប្រហែលជាបងជាច្រើនគាត់បានដឹងហើយបាទតកតងជាមួយនឹងប្រភេទថ្គាមដំរីប៉ុន្តែខ្ញុំសូមមកនិយាយបន្ថែមបន្តិចទៀតសម្រាប់ឃើញលោថាមានបងខ្លះគាត់ថ្មីគាត់ដែលដឹងអញ្ចឹងហើយគឺគាត់អាចស្ដាប់វីដេអូនេះទៅឆាប់នៃយល់ថាហេតុអីបានជាធ្វើវីដេអូចែករំលែកតកតងជាមួយនឹងប្រភេទថ្គាមដំរីតកតងជាមួយនឹងជំនឿនៃថ្គាមដំរីនេះគឺជាវត្ថុដ៏ត្រជាក់ត្រជុំដែលដូនតាពីបរមបុរាណរបស់យើងមកគាត់តែងតែមានជំនឿថាអ្នកណាដែលមានប្រភេទថ្គាមដំរីនេះយកមកសាងជាបដិមាឬក៏សាងជារូបអ្វីមួយគឺនាំមកនៅសេចក្តីត្រជាក់ត្រជុំភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារក៏ដូចជាគេមានជំនឿបន្ថែមទៀតថាបើសិនជាមាននៅសត្វនៅថ្គាមដំរីនេះយកមកដាក់ទឹកហើយយើងងូតទឹកទៅឲ្យមាតាបិតាឬក៏ដូចជាចាស់ជាទុំរបស់យើងក៏ដូចជាជីដូនជីតារបស់យើងឪពុកម្ដាយគឺថាធ្វើឲ្យពួកគាត់នោះមានអាយុវែងអាយុយឺនយូរដូចជាសត្វដំរីនឹងអញ្ចឹងហ្នឹងហើយនឹងគឺជាជំនឿរបស់ថ្គាមដំរីតែដែលឡែកប្រភេទថ្គាមដំរីនេះគឺវាបានកកើតបាទជាយូរយារណាស់មកហើយដែលហើយក៏វាតៃសាងាប់នៅក្នុងទឹកដីសវណ្ណភូមិផងយើងនេះគឺទឹកដីខ្មែររបស់យើងនេះហើយរាប់លានឆ្នាំតទៅមានន័យថាវាមិនដឹងថាវាតៃសាតាំងពីជំនាន់ណាទេបាទហ្នឹងហើយគឺវាបានកកើតទៅជាថ្មបងណាបាទហ្នឹងហើយខ្ញុំលើកឲ្យបងមើលដុំនេះគឺធ្ងន់មែនតើបាទចូល1គីឡូអីហ្នឹងបាទនេះសាច់របស់វាបាទសាច់របស់វាបើសិនជាយើងឆ្លាក់ទៅគឺស្អាតមែនតើបើតែខ្ញុំអត់ឆ្លាក់ទេខ្ញុំបានដុំធំនេះមកគឺខ្ញុំទុកបាទគឺខ្ញុំនេះបងឃើញជើងហើយបាទខ្ញុំធ្វើជើងសម្រាប់តកល់ទុកនៅថ្គាមដំរីនេះតែម្ដងបងណាបាទហ្នឹងហើយសាច់របស់វាគឺនិយាយទៅស្អាតមែនតើបងបាទហ្នឹងហើយបើសិនជាយើងកាត់សម្រាប់សាងតែខ្ញុំអត់ដាច់ចិត្តបាទដោយសារតែរបស់នេះគឺកម្រខ្លាំងពេកហើយវាអស់ត្រឹមហ្នឹងហើយប្រវត្តិនៃការបានរបស់នេះគឺគេជីកដីរ៉ែបាទគេជីកដីរ៉ែទៅក៏ទៅប៉ះទៅនឹងចំណុចមួយហ្នឹងដែលសត្វដំរីហ្នឹងវាតៃសាអញ្ចឹងហើយក៏គេកាយទៅក៏បានថ្គាមនឹងបាទនៅក្នុងជម្រៅដីអាចខ្ទង់5ម៉ែត្រទៅ7ម៉ែត្របាទទៅខាងក្រោមទើបអាចប៉ះនៅប្រភេទថ្គាមដំរីដែលកកើតទៅជាថ្មនេះអញ្ចឹងហើយវាមិនដឹងថាវាកកើតនៅក្នុងទឹកដីខ្មែរយើងហ្នឹងរាប់លានឆ្នាំឬក៏រាប់ពាន់រាប់ម៉ឺនឆ្នាំប៉ុន្តែវាកកើតទៅជាថ្មអញ្ចេះអត់មានអាយុពាន់ឆ្នាំទេមានតែអាយុលានឆ្នាំពីព្រោះថាការកកើតទៅជាថ្មបានគឺតតែត្រូវការអាយុកាលវែងហើយនឹងយូរមែនតើបាទហើយខ្ញុំបានមកពីដុំមួយដុំហ្នឹងរៀងធំមួយដុំនេះរៀងទូចបាទតែសាច់ណែនហាត់ល្អបងបាទនេះសាច់ហាត់ណែនល្អណាស់ហើយនេះយើងខាត់បន្តិចដើម្បីយើងស្រួលដាក់ជើងបងណានេះដាក់ជើងចេះណាបាទដើម្បីតាំងបាទថ្ងៃមុខទៅខ្ញុំបើកកន្លែងបើកអីទៅខ្ញុំតាំងឲ្យបងមកទស្សនាកន្លែងខ្ញុំបានឃើញថានេះថ្គាមដំរីក៏កើតទៅជាថ្មហ្នឹងគឺបែបហ្នឹងបាទហ្នឹងហើយយើងមិនបាច់សាងអីទេយើងទុកអញ្ចឹងទៅបាទឃើញទេបាទនេះតែអញ្ចឹងមកឃើញទេពេលដែលខ្ញុំថតវីដេអូទៅគឺបងបានទស្សនាបានឃើញតែបើខ្ញុំជាវបាត់ទៅបងអត់បានឃើញទេបាទហ្នឹងហើយខ្ញុំក៏អត់ចង់ជាវដែរបាទហ្នឹងហើយអរគុណច្រើនបងសម្រាប់វីដេអូនេះខ្លីប៉ុណ្ណឹងចុះហើយគ្រាន់តែចង់បង្ហាញពីរបស់ដែលកម្រក៏ដូចជារបស់ដែលបងមិនងាយនឹងបានជួបឲ្យបងទាំងអស់គ្នាបានឃើញថានៅក្នុងទឹកដីរបស់យើងនេះគឺមានវត្ថុដល់កម្រនិងវត្ថុពិសេសច្រើនណាស់បាទហ្នឹងហើយចឹងហើយបើយើងអាចថែរក្សាបានយើងថែរក្សាទៅកុំឲ្យវាចេញទៅក្រៅណាបាទហ្នឹងហើយព្រោះថាបើយើងស្រឡាញ់របស់ដូនតាយើងគឺអត់មាននរណាមួយអាចយកវាចេញពីយើងបានទេបាទព្រោះវារស់នៅជាមួយនឹងកោសិការបស់យើងណាបាទហ្នឹងហើយគឺរស់នៅនឹងកោសិការបស់យើងគឺវារស់នៅជាមួយយើងអញ្ចឹងបាទហ្នឹងហើយបាទអរគុណច្រើនបងវីដេអូនេះប៉ុណ្ណេះចុះបាទអរគុណច្រើនមែនតើបាទសម្រាប់ការតាមដានទស្សនាវីដេអូរបស់បងអូនបាទ
រចនាចម្លាក់ខ្មែរមានទទួលសាងចម្លាក់ខ្នាតបន្តោងគ្រប់ប្រភេទពីឈើខ្លឹមបញ្ញាថ្មស្នែងមានជាវត្ថុមង្គលដែលមានគ្រូសាងត្រឹមត្រូវពីលោហៈអាថ័ន្តនិងលោហៈវិសេសស្របតាមជំនឿអាគមរបស់ខ្មែរមានជាវនៅក្រមួនស័ក្តិសិទ្ធិនិងប្រេងកសប្រែរូបសម្រាប់លាបជួយបង្កើនឫទ្ធិអានុភាពដល់វត្ថុទ្រង់ឫទ្ធិនិងធ្វើឲ្យឆាប់ឡើងពណ៌ចាស់តាមរូបមន្តធម្មជាតិរបស់ខ្មែរមានទទួលសាងព្រះនិងចម្លាក់ខ្នាតបន្តោងពីលោហៈធាតុទៅតាមតម្រូវការនិងការកំងរបស់ភ្ញៀវទំនាក់ទំនងលេខទូរស័ព្ទ095 968 969 096 77 444 333